តម្រង់1108និងផ្ទាំងក្រដាសធំកត់ត្រាសម្លេងឆ្នោតសូមលោកប្រធានពិនិត្យដើម្បីចុះហត្ថលេខាសូមអញ្ជើញលោកស្រីភ្នាក់ងារគណៈបកនយោបាយនិងអ្នកសង្កេតការពិនិត្យមើលឯកសារទាំងអស់នេះនិងសូមភ្នាក់ងារគណៈបកចូលរួមចុះហត្ថលេខាជាសាក្សីជាមួយយើងខ្ញុំផងចា៎នាងខ្ញុំសូមចុះហត្ថលេខាមុនចឹងនាងខ្ញុំសូមសួរបន្តិចឧទាហរណ៍បើសិនជាខ្ញុំមិនពេញចិត្តនៅលើសម្លេងឆ្នោតគណៈបករបស់ខ្ញុំហើយខ្ញុំមិនព្រមចុះហត្ថលេខាទៅលើកំណត់ហេតុតើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនឹងអាចយកជាការបានដែរទេបាទអរគុណណាស់បងអូនស្រីដែលបានសួរសំណួរដ៏ល្អនេះខ្ញុំសូមជម្រាបថាតាមបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតបើទោះបីភ្នាក់ងារគណៈបកនយោបាយដែលបានចូលរួមឬពុំយល់ព្រមចុះហត្ថលេខាលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនេះក៏ដោយក៏មិនអាចចាត់ទុកកំណត់ហេតុនេះជាមោឃៈបានឡើយអរគុណលោកប្រធានដែលបានបញ្យល់យ៉ាងក្បោះក្បាយឥឡូវខ្ញុំយល់ច្បាស់ហើយតាមពិតទៅខ្ញុំសូមសរសើរដោយស្មោះក្រុមការងាររបស់លោកប្រធានបានបំពេញភារកិច្ចដោយអំណត់និងត្រឹមត្រូវតាមការណែនាំរបស់កចបហើយខ្ញុំពិតជារីករាយចូលរួមចុះហត្ថលេខាធ្វើជាសាក្សីជាមួយលោកប្រធានដែរហើយរឿងចាញ់រឿងឈ្នះក្នុងការបោះឆ្នោតវាជារឿងធម្មតាទេនៅក្នុងសង្គមប្រជាធិបតេយ្យមិនថាអញ្ចឹងទេមើលលោកស្រីកល្យាននិងកញ្ញាសុភាសូមជួយបំពេញកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតបន្ថែមទៀតរួចដាក់ជូនកញ្ញាណាវីខ្ញុំនឹងចុះហត្ថលេខានិងបោះត្រាឲ្យភ្នាក់ងារគណៈបកនយោបាយចុះហត្ថលេខាជាសាក្សីសម្រាប់ចែកជូនភ្នាក់ងារគណៈបកនយោបាយដែលមានវត្តមាននៅពេលនេះពិសេសជាងនេះទៅទៀតខ្ញុំនឹងបញ្ជូនមួយច្បាប់ជាបន្ទាន់ទៅឲ្យកខសបដើម្បីស្រង់សរុបលទ្ធផលបឋមជូនកធខបបងប្អូនអាដាមយកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតតម្រង់1102ទៅបិទនៅខាងមុខច្រកចូលការិយាល័យបោះឆ្នោតរបស់យើងដើម្បីឲ្យសាធារណជនបានឃើញពីលទ្ធផលនៃការបោះឆ្នោតការិយាល័យរបស់យើងនេះផងហើយជួយបញ្ជូនតម្រង់1102ចំនួនមួយច្បាប់ទៅកខសបជាបន្តណាឃើញទេដោយអ្វីដែលខ្ញុំប្រាថ្នាថាបានចូលរួមបំពេញការងារជាសមាជិកគណៈកម្មការនេះពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ដែលការងារនេះបានផ្ដល់បទពិសោធន៍ដល់ខ្ញុំក្នុងការចូលរួមចំណែកជាមួយសង្គមជាតិរបស់ខ្ញុំក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យជាបន្តទៅទៀតនេះយើងខ្ញុំនឹងធ្វើការវេចខ្ចប់កញ្ចប់សុវត្ថិភាពកញ្ចប់ខនិងសម្ភារៈឯកសារនៅសល់ផ្សេងទៀតត្រៀមបញ្ជូនទៅកខសបក្នុងពេលល្ងាចនេះសូមអស់លោកស្រីតាមដានត្រួតពិនិត្យសកម្មភាពនៃការវេចខ្ចប់កញ្ចប់សុវត្ថិភាពនិងកញ្ចប់ខសូមអញ្ជើញសូមយកចិត្តទុកដាក់ក្នុងការរៀបចំនិងវេចខ្ចប់កញ្ចប់សុវត្ថិភាពនិងការវេចខ្ចប់កញ្ចប់ខក្នុងកញ្ចប់ខមានកញ្ចប់សុវត្ថិភាពសរសេរលេខកូដនិងបិទភ្ជិតមាត់រួចស្រាមសម្បត្តិដាក់តម្រង់1101និងតម្រង់1102ពីរច្បាប់តម្រង់1108ជូនកខសបស្រាមសម្បត្តិដាក់តម្រង់1101និងតម្រង់1102ជូនកខកបស្រាមសម្បត្តិដាក់តម្រង់1107ស្រាមសម្បត្តិដាក់ត្រាការិយាល័យបន្ទាប់ពីបោះលើតម្រង់1107រួច
ដោយឡែកចំពោះបញ្ជីវត្តមានអ្នកសង្កេតការក្នុងពេលបោះឆ្នោតនិងរាប់សន្លឹកឆ្នោតទម្រង់1120ខ្ញុំនឹងយកទៅជាមួយទម្រង់1107ប្រគល់ជូនកខសបដោយផ្ទាល់បាទខ្ញុំសូមជម្រាបថាកិច្ចប្រតិបត្តិការនៃការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតនៅការិយាល័យរបស់យើងបានចប់សពគ្រប់ហើយខ្ញុំនឹងសូមអញ្ជើញមន្ត្រីទាំងអស់ភ្នាក់ងារគណៈបកនយោបាយនិងអ្នកសង្កេតការត្រៀមចូលរួមក្នុងការបញ្ជូនកញ្ចប់ខនិងសម្ភារៈឯកសារបោះឆ្នោតនៅសល់ទៅកខសបនៅពេលបន្តិចទៀតនេះសូមថ្លែងអំណរគុណដល់តួសម្ដែងជាសមាជិកភាពកកបកករអ្នកងារគណៈបកនយោបាយនិងអ្នកសង្កេតការនិងអ្នកពាក់ព័ន្ធទាំងអស់លោកម្ចាស់ទីកន្លែងដែលបានចូលរួមឧបត្ថម្ភនិងយកចិត្តទុកដាក់នៅក្នុងការប្រតិបត្តិវីដេអូនេះសម្រាប់បណ្ដុះបណ្ដាលដល់គណៈកម្មការការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោតព្រមទាំងអ្នកពាក់ព័ន្ធឲ្យមានការយល់ដឹងបានច្បាស់ពីនីតិវិធីនៃការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតដើម្បីដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវយុត្តិធម៌និងតម្លាភាព